យើងបង្កើត chat create chat មកស្ដាំលើ layer ហ្នឹងមក create chat យក bar chat យើងបង្កើតជានេះ area coverage យើងយក LC class category data ហើយ numeric field គឺតម្លៃយើងប្រើ expression ដើម្បីគណនាយកតែម្ដងអញ្ចឹងពីម៉ែត្រការ៉េទៅគីឡូម៉ែត្រការ៉េចែកនឹងប៉ុន្មានចែកនឹង1លានហ្នឹងតើគេ0.6ចែកនឹង1លានអូខេមកយើងបានតម្លៃនេះឃើញអត់អញ្ចឹងវាយកត្រូវតាម class ហើយអាតម្លៃនេះតម្លៃលេខនេះយើងអត់បង្ហាញទេមិនបាច់បង្ហាញទេដោះគ្រីកន្លែង data label នេះមកយើងដកអា label លេខនេះចោលហើយដោះគ្រីកអូខេហើយ chat title ក្រោមនេះគឺយើងអត់យកដែរយើងដកចេញដែរអញ្ចឹងយើងចូលមកកាន់ format ហើយយើងចូលមកកាន់ general យើងដកអាពួកនេះចេញហើយដោយសារនេះវាមានអាមួយនេះមួយទៀត all other value នេះយ៉ាងហ្នឹងយើងអត់ត្រូវការហ្នឹងទេយើងដកវាចេញអញ្ចឹងយើងចូលទៅកាន់ symbology ហើយយើង remove អានេះចោលទៅវាដកយើងដកអាហ្នឹងចេញហើយអូខេកន្លែង y axis នេះមែនតើទៅយើងដាក់វាដែរ area ជាគីឡូម៉ែត្រការ៉េនេះអញ្ចឹងយើងអាចដាក់មកដាក់អាហ្នឹងវិញមក property ចូលទៅកាន់ general យើងយក y axis អានេះយើងយក area ជា km ការ៉េយើងអាចទៅសេរី font វាទាំងអស់យើងចូលទៅកាន់ format ដែលយើងចូលអក្សរ A នេះគឺ text element យើងយក all text ខ្ញុំដាក់ font ដូចគ្នាទាំងអស់នេះអូខេចឹងយើងមើលត្រូវណាអូខេត្រូវណាចឹងយើងបានជាប្រភេទ bar chart មួយនេះយើងដាក់ឈ្មោះវាឲ្យត្រឹមត្រូវមកដាក់ថា bar chart area coverage bar chart